គេបានឃើញមិត្តស្រីរបស់ខ្លួនមានតំណែងតំណងមិនច្បាស់លាស់ជាមួយប្រធានផ្នែកបន្ទាប់ពីប្រធានផ្នែកចាក់ចិនទៅគេក៏បានហៅមិត្តស្រីទៅបន្ទប់សម្រារួចប្រាប់ហ្សូអ៊ីថាជីមចង់កេងចំណេញលឿននាងតែប៉ុណ្ណោះគេសង្ឃឹមថាហ្សូអ៊ីនឹងនៅឲ្យឆ្ងាយពីបុរសម្នាក់នោះប៉ុន្តែហ្សូអ៊ីតបថាគេមានមិត្តស្រីរួចហើយហាន់ស្ក៏និយាយថាចុះបើគេមានមិត្តស្រីទូមានប្រពន្ធហើយក៏គេនៅតែតាមញ៉ាយប្រពន្ធអ្នកដទៃដែរហ្សូអ៊ីក៏សួរត្រឡប់ទៅវិញថាតើហាន់នឹងធ្វើរឿងបែបនោះដែរឬទេហាន់ស្រាប់តែកាំងរោគពីតបមិនឃើញភ្លាមនោះអេនឌីក៏បានមកកាត់ចង្វាក់ពួកគេហាន់ញញឹមជូនដំណើរហ្សូអ៊ីចេញទៅតែមានអារម្មណ៍ប្លែកក្នុងចិត្តថាមួយរយៈនេះហ្សូអ៊ីហាក់ដូចជាមនុស្សផ្សេងម្នាក់ទៀតអញ្ចឹងស្រាប់តែអានីបង្ហាញខ្លួននៅចំពោះមុខគេហាន់ក៏ប្រែទឹកមុខភ្លាមគេខ្លាចអានីដល់ថ្នាក់ងារក្រោយរត់គេខ្លួនបាត់ចាប់តាំងពីជីមបានលើសម្ដីរបស់ហ្សូអ៊ីរត់មកគេក៏បានផ្លាស់ប្ដូរខ្លួនឯងភ្លាមរហូតខ្លាចជាប្រធានបទដែលមុតរួមការងារស្រីនាំគ្នាជជែកមិនដាច់ពីមាត់ប៉ុន្តែខ្សែភ្នែករបស់គេសម្លឹងតែហ្សូអ៊ីម្នាក់គត់តាមពិតទៅជីមបានលួចស្រឡាញ់ហ្សូអ៊ីតាំងពីសម័យរៀនមហាវិទ្យាល័យមកម្លេះកាលនោះមានថ្ងៃមួយហ្សូអ៊ីបានដើរតែម្នាក់ឯងតាមផ្លូវទាំងស្រវឹងជោគជៀមបុរសពីរនាក់បានដើរមកញ៉ាយបង្កការរំខានដល់នាងនៅពេលជីមឮបែបនេះគេក៏ប្រញាប់ងាកក្រោយទៅរកនាងប៉ុន្តែមិននឹកស្មានថាហ្សូអ៊ីបានដើរមកបុកគេចំទ្រូងតែម្ដងជីមបានសួរថាតើមិត្តភក្តិនាងនៅឯណាប៉ុន្តែហ្សូអ៊ីប្រាប់ថានាងមកតែម្នាក់ឯងរួចក៏ផ្អែកក្បាលលើទ្រូងរបស់ជីមបន្ទាប់មកនាងហិតដឹងឃ្លឹងជាតិស្រវឹងលើខ្លួនជីមរួចក៏ខំគេមួយម៉ាត់អ្នកទាំងពីរបានទៅសួនច្បារជាមួយគ្នាហ្សូអ៊ីបាននិយាយរៀបរាប់ពីអតីតកាលរបស់នាងរឿងឪពុកស្លាប់រឿងបែកបាក់ជាមួយមិត្តប្រុសនិងរឿងម្ដាយចាក់ចេញពីផ្ទះកាលពី10ឆ្នាំមុនហ្សូអ៊ីក៏បាននិយាយពីអេននីដែលជាមិត្តល្អបំផុតរបស់នាងដែរថារាល់ពេលដែលនាងមានទុក្ខសោកនាងមិនដែលតាក់ទងអេននីបានឡើយនាងគិតថាមិត្តភក្តិនាងគ្រាន់តែរវល់ប៉ុន្តែនាងមិនដឹងទេថាតើវាចាប់ផ្ដើមតាំងពីពេលណាដែលមិត្តប្រុសរបស់នាងសម្លឹងតែអេននីសូម្បីតែបុណ្យសពឪពុកនាងផងក៏គេបានមកចូលរួមដែរបន្ទាប់មកអ្នកទាំងពីរក៏បានដេកលក់នៅលើវាលស្មៅជាមួយគ្នានៅពេលជីមភ្ញាក់ឡើងហ្សូអ៊ីបានចាក់ចេញទៅបាត់ទៅហើយមិនយូរបន្លំទេគេក៏បានជួបហ្សូអ៊ីនៅសាលារៀនម្ដងទៀតប៉ុន្តែគេមិនមានភាពក្លាហានគ្រប់គ្រាន់ដើម្បីសារភាពស្នេហាច្រើនឆ្នាំកន្លងទៅជីមបានក្លាយជាអ្នកគ្រប់គ្រងផ្នែកនៅក្នុងក្រុមហ៊ុនហ្សូអ៊ីក៏បានជាប់សម្ភារចូលធ្វើការនៅក្រុមហ៊ុនជាមួយគ្នាជីមគិតថាឱកាសរបស់គេបានមកដល់ហើយប៉ុន្តែអ្វីដែលគេមិននឹកស្មាននោះគឺគេឃើញ Hans និង Zoe កំពុងមានទំនាក់ទំនងស្នេហានឹងគ្នាជីមក៏បានបោះបង់គំនិតនោះចោលទាំងស្រុងសំណាងល្អដែលគេបានទទួលការចាប់ផ្ដើមជាថ្មីលើកនេះគេមិនបោះបង់ Zoe ជាបាច់ខាតទោះមានរឿងអ្វីកើតឡើង Hans ចង់បបួល Zoe ទៅណាត់ជួបប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទគេក៏ទេទៅ Annie ដើម្បីសួររក Zoe Annie និយាយថា Zoe បានចេញពីធ្វើការមុនម៉ោងថែមទាំងរៀបចំខ្លួនអានស្អាតហាក់ដូចជាទៅណាត់ជួបជាមួយអ្នកណាម្នាក់ Hans មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមនោះ Annie ក៏បានលើកឡើងរឿងអាស្រោម្ដាយរបស់ Zoe ថាម្ដាយនាងមានសហាយរួចនាងក៏ធ្វើពុតថាស្មានថា Hans ដឹងរឿងនេះរួចហើយបងមិនដឹងទេអូស្លាប់ហើយខ្ញុំនិយាយច្រឡំមាត់បាត់ទៅហើយ Hans ដឹងត្រឹមថាម្ដាយ Zoe ចាក់ចេញពីផ្ទះប៉ុណ្ណោះប៉ុន្តែ Annie បន្ថែមថាម្ដាយនាងចាក់ចេញពីផ្ទះដោយសារតែមានសហាយបងភ្លេចរឿងដែលខ្ញុំនិយាយទៅខ្ញុំនិយាយច្រឡំទេរឿងមានសហាយសម័យនេះវាមិនមែនជារឿងធំដុំអីថង